តាមគេថាដល់រឿងបុប្ផាបានឃើញទាល់ភ្នែកកាយក្នុងចិត្តកើតមានមែកមានក្លិនចំលែកតើកើតមែកដើមដងឯណាបុប្ផាជាឈ្មោះស្រងស្រីធ្វើឲ្យកវីញាប់ញ័រចិន្តាកវីអាភពរួមចិត្តប្រាថ្នាហ៊ានយកសង្ខារដាច់ហើយមរណាបដូរស្នេហ៍នឹងស្រីសួរអូនបុប្ផាសូមបើមេត្តាសំដងប្រណីសូមអូនអាណិតដល់ចិនកវីរួងបងស្អីក៏នៅតែស្ម័គ្រដែលស្មងដូចបង